ជំរាបសួរគ្រូខ្ញុំបានមូលដ្ឋានពិសិដ្ឋវីដេអូនេះខ្ញុំមកធ្វើពី Lab 3 The Config Magnetic Router Access Internet ដោយប្រើប្រាស់ Command Line Interface អញ្ចឹងយើងចូលមកកាន់ GNS មកចូលមកកាន់ Winbox តោះមកយើង New Terminal ហើយ check មើល IP address របស់យើងនេះគឺជា IP address internet ទី1របស់យើងបន្ទាប់មកយើងធ្វើការ add internet មួយទៀតដែលលោកគ្រូបានដាក់ឲ្យដែលមាន address 172.16.100.1 មក interface internet ទី2អបមកយើងធ្វើការ print មើលម្ដងទៀតថា internet ទី2ហ្នឹងគឺយើងបាន add ហើយនៅអូខេអញ្ចឹងគឺវាចូលហើយបន្ទាប់មកយើងចូលមកកាន់ DHCP ហើយនេះយើងប្រើ internet ទី2មកក្រោយនេះយើងលុបវាចោលមកហើយយើងតែ DNS server 8.4 ដើមចឹងហ្នឹងនេះDHCP internet 2របស់យើងបានចូលមកហើយតោះមកយើងចូលមកកាន់ firewall ដើម្បី config firewall តពី config ហើយយើងធ្វើការ check វាមើលចឹងគឺ action របស់យើងបានយក mixture នេះហើយតមកយើងចូលមកកាន់ route ចឹងគឺថា internet របស់យើងគឺយើងបាន config រួចអស់ហើយចឹងយើងចូលមក test មើល PC 1ឬក៏ PC 2 ping តំបន់យើងបាយ DHCP ដកអតមកយើង ping ទៅកាន់ 8.4 ដើមចឹងគឺវា connect គ្នា
ហ្នឹងហើយអញ្ចឹងអរគុណលោកគ្រូដែលបានមើលវីដេអូមួយនេះជំរាបលាលោកគ្រូ